ឬក៏ម្ដាយពុកម្ដាយខ្លះថាហ្មងថាខ្លួនឯងនេះអត់បានការមែនចំសៀតមែនអត់កើតមែនខ្ជិះមែនកូនគេហ្នឹងអស់ចាខ្ញុំចង់ចែករំលែករឿងទី3ដល់លោកអ្នកគឺយើងធ្លាប់ស្ដាប់ហើយលោកអ្នកភាគច្រើនធ្លាប់ស្ដាប់រឿងការប្រណាំងរវាងទុនសាយហើយនិងដើកអញ្ចឹងរឿងដែលគេធ្វើថ្មីរឿងដែលគេយកមកនិយាយថ្មីទុនសាយលឿនមែនតើបើសិនជានៅលើផ្លូវគោកហើយដល់ពេលតំណាងលើផ្លូវគោកតំណាងតំណាងលើដីដើកដើរចាញ់ទុនសាយដាច់តែបើដើកគាត់ឆ្លាតគាត់ហៅទុនសាយតំណាងផ្លូវទឹកតំណាងផ្លូវទឹកវិញទុនសាយនេះគឺថាចាញ់ដើកដាច់ហ្មងហើយពេលចុងក្រោយគេធ្វើជារឿងឯណាខ្ញុំដឹងហ្នឹងមានរឿងប៉ិតមាន version ផ្សេងទៀតអត់ទេណាប៉ុន្តែគេថាដើម្បីឲ្យឈ្នះទាំងពីរនាក់ពេលផ្លូវគោកឲ្យសាយដើរយឺតឬក៏ទុនសាយជួយលើកអណ្ដើកជួយអៀវអណ្ដើកពេលដល់ផ្លូវទឹកដើកជួយអៀវទុនសាយចឹងទៅគាត់ទាំងពីរនាក់ហ្នឹងឈ្នះហើយជារឿងមួយដែលរបស់ខ្ញុំចង់និយាយនេះគឺជាការប្រៀបធៀបជាពិសេសការប្រៀបធៀបរបស់ឪពុកម្ដាយអំពីកូនគាត់ឧទាហរណ៍ថាអូខ្លួនឯងមើលកូននេះល្អអញ្ចឹងមួយហើយគាត់ទៅប្រាប់ថាបើខ្លួនឯងធ្វើអញ្ចឹងដូចគេវិញនឹងល្អមិនទេឬក៏ម្ដាយពុកម្ដាយខ្លះថាហ្មងថាខ្លួនឯងនេះអត់បានការមែនចំសៀតមែនអត់កើតមែនខ្ជិះមែនកូនគេហ្នឹងអស់ចាការដែលឪពុកម្ដាយនិយាយអញ្ចឹងធ្វើឲ្យកូនឈឺចាប់ខ្លាំងណាស់វាអត់ជួយកូនទេប៉ុន្តែវាដូចធ្វើបាបកូនមែនទែនធ្វើបាបផ្លូវចិត្តកូនអត់ដឹងថានឹងជឿចាប់ប៉ុណ្ណាបើសិនជាមានមេលោកអ្នកថាប្រៀបធៀបមួយអ្នកផ្សេងប្រហែលជាលោកអ្នកជឿចាប់ប្រៀបធៀបទៅអូអ្នកលោកឬក៏លោកស្រីធ្វើការអត់កើតហ្មងចាញ់ម្នាក់នេះធ្វើការល្អមែនទែនប្រៀបធៀបចំណុចខ្សោយរបស់យើងទៅចំណុចខ្លាំងរបស់គេអញ្ចឹងយើងជឿចាប់យើង feel យើងមានអារម្មណ៍ថាដូចអយុត្តិធម៌តែជួនកាលយើងភ្លេចខ្លួនយើងប្រៀបធៀបចំណុចខ្សោយរបស់យើងទៅចំណុចខ្លាំងរបស់កូនគេអញ្ចឹងមនុស្សខុសៗគ្នាខ្ញុំនិយាយ topic ហ្នឹងខ្ញុំមកពីខ្ញុំមានបទពិសោធន៍មួយខ្ញុំនៅរៀនសាកលវិទ្យាល័យតែខ្ញុំឃើញឪពុកម្ដាយមកភេទហ្នឹងគាត់ដូចប្រអាប់កូនដាក់សម្ពាធលើកូនហក់កូនចង់ឲ្យកូនផឹងរៀនហើយខ្ញុំឃើញកូនហ្នឹង stress មែនតើមានតែកូនហ្នឹងមានភាពតានតឹងចិត្តមែនតើហើយទោះបីគ្នាចង់ផឹងរៀនអីក៏អត់បានដែរស្នេហ៍គាត់បារម្ភពីឪពុកម្ដាយខកថាជាពាក់លុយគេ stress ឲ្យកូនរៀនខ្លួនឯងត្រូវតែរៀនមើលកូនគេមានការងារអស់ហើយអញ្ចឹងទៅកូននឹងសុខភាពផ្លូវចិត្តអត់ល្អរៀនអត់ប្រកែកទៀតហើយមានឪពុកម្ដាយមកប្រភេទទៀតគាត់ដូចលើកទឹកចិត្តឲ្យកូនរៀនឲ្យកូនសប្បាយចិត្តហើយជួនកាលគាត់លួចលក់អីវ៉ាន់លួចលក់ស្រែអញ្ចឹងអត់ប្រាប់កូនទេហើយកូននឹងលួចដើមកូននឹងដូចថាមានសេចក្តីស្រឡាញ់មានការរំភើបហើយលើកទឹកចិត្តឲ្យគាត់ប្រឹងខ្លាំងមែនទែនព្រោះគាត់អត់ចង់ឲ្យពុកម្ដាយគាត់ខកចិត្តទេតែពិតពុកម្ដាយគាត់អត់ចង់ឲ្យដឹងរឿងហ្នឹងហេតុដែលប្រៀបធៀបមួយគេពេលខ្ញុំឃើញករណីទាំងពីរនេះខ្ញុំថាវ៉ាវខុសគ្នាដាច់របៀងឪពុកម្ដាយទី1និងឪពុកម្ដាយទី2ហើយបើខ្ញុំវិញខ្ញុំជ្រើសរើសយកឪពុកម្ដាយទី2ដែលលើកទឹកចិត្តដែលមិនប្រៀបធៀបហើយទុកចិត្តធ្វើអីគ្រប់បែបគ្រប់យ៉ាងឲ្យកូនដូចថាមានអារម្មណ៍ប្រសើរក្នុងការបដោតលើការរៀនសូត្រអញ្ចឹងហើយលោកអ្នកខ្លះនៅតែអត់ផងតែបើមិនប្រអាប់វាទេឬក៏មិនស្ដីវាទេវាមិនប្រឹងទេហើយខ្ញុំចង់ប្រាប់លោកអ្នកពេលអ្នកប្រាជ្ញគេនិយាយថាបើយើងចង់ប្រៀបធៀបជំនាញហែលទឹករបស់ស្វាជាមួយនឹងត្រីស្វាគឺជាសត្វអន់មែនទែនតែបើយើងប្រៀបធៀបត្រីជាមួយនឹងស្វានៅជំនាញឡើងដើមឈើត្រីគឺជាសត្វដែលជំនាញអន់មែនទែនអញ្ចឹងការប្រៀបធៀបវាមានប្រយោជន៍ទេព្រោះសត្វក៏ដោយមនុស្សក៏ដោយមានជំនាញរៀងខ្លួនមានចំណុចខ្លាំងរៀងខ្លួនហើយមានចំណុចខ្សោយរៀងខ្លួនអញ្ចឹងជាការប្រៀបធៀបហ្នឹងវាអត់មានជួយទេមានតែការធ្វើឲ្យមនុស្សឈឺចាប់ហើយដោយសារមនុស្សមានឫសគល់មានប្រភពមានរបៀបអប់រំមានបទពិសោធន៍ខុសគ្នាមិនអាចប្រៀបធៀបគ្នាបានទេសូម្បីតាបងប្អូនផ្លោះបងប្អូនកើតមិនក៏អត់ដូចគ្នាដែរជាខ្លីខ្ញុំចង់សូមពរឪពុកម្ដាយបើអាចមកឲ្យប្រៀបធៀបកូនយើងជាមួយកូនគេជាមួយកូនយើងអំពីចំណុចខ្សោយរបស់កូនយើងជាមួយនឹងចំណុចខ្លាំងរបស់កូនគេ